ស្វាគមន៍ក៏ដូចជាសួស្តីអ្នកនរគ្នាមកកាន់សាច់រឿងថ្មីរបស់ admin ដែលវគ្គដំបូងយើងក៏ឃើញកញ្ញាវ៉ាន់បានបញ្ចេញយុទ្ធសាស្ត្រ3ហើយយុទ្ធសាស្ត្រ3នោះគឺបំបែកចេញជាមនុស្ស3នាក់ដែលជាតួឬក៏កូនចៅរបស់គាត់តែផ្ទាល់កញ្ញាវ៉ងគឺជាមនុស្សម្នាក់នៅក្នុងសាច់រឿងដែលសំខាន់មែនទែនដែលយើងមិនអាចខ្វះបានប៉ុន្តែជំហានដំបូងយើងពិតជាឃើញគាត់អាក្រក់ខ្លាំងមែនទែនដែលគាត់បានបញ្ចេញកូនចៅរបស់គាត់ឲ្យប្រយុទ្ធជាមួយនឹងទេកូនចៅរបស់ពួកគាត់ពិតជាមានភាពខ្លាំងមែនទែនដោយសារតែអំណាចនៃរបស់គាត់ដែលគាត់បានគ្រប់គ្រងដោយសិទ្ធិបិសាចមានកូនចាំពិសាជាច្រើនបានមកជួយប្រយុទ្ធនិងជួយទៅលើទូស្រីរបស់យើងកញ្ញាវ៉ងប៉ុន្តែខណៈពេលដែលកំពុងតែប្រយុទ្ធបងស្រីកញ្ញាវ៉ងក៏បានបញ្ចេញមុខមកហើយខណៈពេលនោះតួប្រុសរបស់យើងក៏បានចេញមុខមកដែរដើម្បីជួយបងស្រីរបស់កញ្ញាវ៉ងអ្នកនរគ្នាដឹងទេបងស្រីរបស់កញ្ញាវ៉ងគឺជាមនុស្សដែលតួប្រុសស្រឡាញ់ដូច្នេះហើយតួប្រុសបានលះបង់គ្រប់យ៉ាងដើម្បីជួយទៅបងស្រីរបស់កញ្ញាវ៉ងមិនមែនជាមនុស្សអាក្រក់ទេគ្រាន់តែគាត់ត្រូវសិទ្ធិបិសាចគ្រប់គ្រងតែប៉ុណ្ណោះក្នុងរយៈពេលខ្លីកញ្ញាវ៉ាន់ពិតជាមិនអាចដឹងនៅល្អឬក៏អាក្រក់ឬក៏មនុស្សណាដែលគាត់ធ្លាប់ស្គាល់ពីមុនទេនៅពេលដែលគាត់ឃើញទូប្រុសព្រាមគាត់ក៏បានបញ្ជូនកូនចៅរបស់គាត់ឲ្យទៅប្រយុទ្ធជាមួយនឹងទូប្រុសដោយមិនបានគិតអ្វីទាំងអស់បន្ទាប់មកកូនចៅរបស់គាត់ក៏បានប្រយុទ្ធជាមួយនឹងទូប្រុសយ៉ាងពេញទំហឹងប៉ុន្តែដោយសារអំណាចនៃថាមពលរបស់ទូប្រុសខ្លាំងគាត់ក៏បានបញ្ចេញនៅយុទ្ធសាស្ត្ររបស់គាត់គឺជាប្រសាទកក7ជាន់ដែលបានខូបកូនចៅរបស់គាត់ទាំង3ហើយទូប្រុសក៏បានយកប្រាសាទ7ជាន់នោះមកក្តាប់ក៏ចេញទៅយុទ្ធកោហើយគប់ទៅកាន់ទូស្រីរបស់យើងខណៈពេលដែលគប់ទៅគាត់ក៏បានធ្វើឲ្យរបាំងមុខទូស្រីរបស់យើងបានចេញពេលនោះទៅគាត់ដឹងថាកញ្ញាវ៉ងប៉ុន្តែនៅខណៈពេលដែលគាត់ដឹងនោះកញ្ញាវ៉ងគឺមិនបានខ្វល់អ្វីច្រើនទេដោយសារតែគិតថាទូប្រុសរបស់យើងនឹងចង់សម្លាប់ទៅលើទូស្រីខណៈពេលដែលទូប្រុសបានដឹងថាគឺជាកញ្ញាវ៉ងទូប្រុសមិនបានធ្វើអ្វីឬក៏បញ្ចេញយុទ្ធសាស្ត្រខ្លាំងណាស់ទេប៉ុន្តែដោយអំណាចនៃសិទ្ធិបិសាចគ្រប់គ្រងទៅលើកញ្ញាវ៉ងក៏បានប្រើយុទ្ធសាស្ត្រទាំងអស់ដែលគ្លឿនមីងសម្ដៅទៅទូប្រុសប៉ុន្តែជាអកុសលបងស្រីរបស់កញ្ញាវ៉ងក៏បានមកជួយរងធ្វើឲ្យកញ្ញាវ៉ងដឹងថាគឺជាបងស្រីរបស់គាត់ខណៈពេលដែលគាត់បានដឹងនៅថាគឺជាបងស្រីរបស់គាត់សិទ្ធិបិសាចក៏បានចេញមកហើយធ្វើការប្រយុទ្ធជាមួយទូប្រុសដោយអំណាចនៃកម្លាំងសិទ្ធិបិសាចទូប្រុសរបស់យើងមិនអាចជួយឬក៏ធ្វើអ្វីបាននោះទេទូប្រុសរបស់យើងបានត្រឹមតែសិទ្ធិបិសាចចងដៃក៏ដូចជាចងខ្លួនតែប៉ុណ្ណោះនៅពេលនោះគាត់នៅតែគិតដល់កញ្ញាវ៉ងដោយស្រែកឲ្យកញ្ញាវ៉ងរត់ទៅប៉ុន្តែដោយកញ្ញាវ៉ងបានដឹងខ្លួនថាបងស្រីរបស់គាត់គឺត្រូវគាត់សម្លាប់គាត់ក៏បានសុខចិត្តបដូរវិញ្ញាណជាមួយនឹងរូបរាងកាយពោលគឺយកវិញ្ញាណបងស្រីរបស់គាត់មកដាក់ចូលក្នុងខ្លួនគាត់ហេតុនេះគាត់ក៏បានយកក្បាលដាក់ទៅនឹងក្បាលរួចក៏បង្កើតចេញជាត្បូងទឹកមួយត្បូងទឹកនោះបានវិលជាច្រើនជុំបន្ទាប់ពីវិលអស់ជាច្រើនទុំយើងក៏បានឃើញថាទូស្រីរបស់យើងគឺបានប្រឹងទាំងកម្លាំងកាយចិត្តដើម្បីជួយបងស្រីរបស់គាត់មកដល់ចំណុចនេះសាច់បិសាចក៏បានបញ្ជាយុទ្ធសាស្ត្រមកកាន់ទូស្រីរបស់យើងដែរប៉ុន្តែដោយសារតែរង្វង់នៃត្បូងទាំងពីរបានរួមបញ្ចូលគ្នាទៅហើយដែលធ្វើឲ្យនៅក្នុងរាងកាយរបស់ម្នាក់ទៀតដោយហេតុនេះទូប្រុសរបស់យើងក៏បានដឹងថាកញ្ញាវ៉ងគឺជាមនុស្សស្រីដែលគាត់ស្រឡាញ់មកដល់ចំណុចនេះពិតជានៅទូប្រុសនិងទូស្រីខ្លាំងមែនទែនបន្ទាប់ពីវាយគ្នាចប់ក៏ស្រឡាញ់គ្នាទៅវិញហើយចំណុចនេះក៏ដល់ទីបញ្ចប់ admin សូមស្លេះត្រឹមនឹងសិនបើសិនជាមានកំហុសឆ្គងឬកន្លែងណាមួយសូមអធិស្ឋាន admin សូមសំណូមពរដល់អ្នកក្លាហានក៏ដូចជាអ្នកគុណនិយមរបស់យើងទាំងអស់គ្នាចុច subscribe ក៏ like នៅវីដេអូនេះផងដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ